តម្លៃមាសធ្លាក់យ៉ាងគំហុកនៅក្នុងយប់មិញអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី16ខែឧសភាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃសូមបងប្អូនជួយ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទនៅក្នុងយប់មិញនេះផងដែរដែលជាយប់ថ្ងៃសុក្រហើយជាយប់ចុងក្រោយសម្រាប់សប្តាហ៍នេះដែលទីផ្សារអន្តរជាតិបើកឲ្យធ្វើការទិញដូរមាសហើយនឹងប្រាក់មាសបានធ្វើការធ្លាក់ចុះខ្លាំងមែនទែនហើយបិទនៅក្នុងតម្លៃ$4,540ក្នុង1អោនហើយបើសិនជាគិតជាតម្លឹងគឺស្មើនឹង$5,469ក្នុង1តម្លឹងឬស្មើនឹង$546ក្នុង1ជីផងដែរបាទរីឯប្រាក់វិញប្រាក់ក៏បានធ្វើការធ្លាក់ចុះយ៉ាងខ្លាំងដូចជាមាសផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់បិទនៅក្នុងតម្លៃ$75ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$90ក្នុង1តម្លឹងឬស្មើនឹង$9ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង$2,409ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃសៅរ៍អាទិត្យនេះតើមានព្រឹត្តិការណ៍ឬក៏ហេតុការណ៍ណាមួយដែលធ្វើឲ្យប៉ះពាល់ទៅលើតម្លៃមាសដែរទេពីព្រោះថានៅក្នុងអំឡុងពេលសៅរ៍អាទិត្យដែលជាចុងសប្តាហ៍នេះគឺទីផ្សារអន្តរជាតិបានធ្វើការបិទមិនឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសហើយនឹងប្រាក់នោះទេអញ្ចឹងតម្លៃជាទូទៅគឺនៅថេរបងប្អូនអរគ្នាអញ្ចឹងទេបើសិនជាមានព័ត៌មានឬក៏ការអាប់ដេតណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ចង់ចែករំលែកបទពិសោធន៍ណាមួយទាក់ទងនឹងការវិនិយោគទៅលើមាសក៏ដូចជាប្រាក់ផងដែរនោះបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទហើយបើសិនជាខ្ញុំមានកំហុសឆ្គងដោយប្រការណាមួយក៏សូមអភ័យទោសដល់បងប្អូនអរគ្នាផងបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ